តោះសួស្តីមួយហ្នឹងហើយវីដេអូនេះខ្ញុំមកប្រាប់ពីរបៀបភ្ជាប់ Wi-Fi បាទបើ Wi-Fi direct ហើយនឹងភ្ជាប់ Wi-Fi router បាទអញ្ចឹងសម្រាប់បងខ្លះគាត់អត់យល់គាត់ពូម៉ាស៊ីនវាស្តៀងគ្នាគាត់មើលអាវីដេអូខ្ញុំអាមួយហ្នឹងEpson PXM 5041បាទតែនេះ5081គឺវាស្តៀងគ្នាទេគាត់ថាមើលវីដេអូហ្នឹងគាត់មើលយកមកភ្ជាប់មើលនេះមើលអត់យល់អញ្ចឹងខ្ញុំមកប្រាប់លើម៉ាស៊ីននឹងវិញតែម្ដងបាទហ្នឹងហើយអញ្ចឹងបងអាចចូលតាមខ្ញុំបានអាហ្នឹងរបៀបភ្ជាប់ Wi-Fi ហ្នឹងទាំង Wi-Fi direct ហើយនិង Wi-Fi router បាទអញ្ចឹងជាទូទៅគឺវាអត់នេះទេអត់ជំតិចបាទជាទូទៅគឺវាអត់មាន Wi-Fi ទេបាទហ្នឹងវាអត់ទាន់មាន Wi-Fi ទេអញ្ចឹងចូលទៅ connect ទាំងអស់គ្នាជាមួយខ្ញុំបាទហ្នឹងហើយអូខេអញ្ចឹងអាចចូលតាមនេះក៏បានដែរនេះចុចពីលើ Wi-Fi ក៏បានដែរឥឡូវចង់បើក Wi-Fi មួយណាក៏បានដែរឥឡូវខ្ញុំបើក Wi-Fi direct មុនបើក Wi-Fi direct មុនអញ្ចឹងចុចកន្លែង Wi-Fi direct នេះមកបាទអញ្ចឹងខាងក្រោមនេះគឺ Wi-Fi direct ហើយយើងបើកវាមកហ្នឹងហើយចុចកន្លែងនេះទៀតបាទអញ្ចឹងវា install បើកខ្លួនវាបាទងាយទេ Wi-Fi direct ហ្នឹងហើយអញ្ចឹងរងចាំវាបន្តិចទៅហ្នឹងហើយអូខេអញ្ចឹងវាភ្ជាប់ហើយវា load password ឲ្យយើងបាទអញ្ចឹងបងអាចវាយ password នេះបាន search រកឈ្មោះម៉ាស៊ីនហើយបើ Wi-Fi ហើយ search រកឈ្មោះម៉ាស៊ីនហើយវាយ password នេះបញ្ចូលទៅគឺជាប់ហើយបាទអញ្ចឹងខ្ញុំបែរថយក្រោយវិញហ្នឹងឃើញជាប់ទេវាមានន័យថាវាបើក Wi-Fi direct អាចឲ្យយើង connect ជាមួយទូរស័ព្ទក៏បានជាមួយកុំព្យូទ័រក៏បានហើយអានេះ Wi-Fi របស់ម៉ាស៊ីនណាមិនមែន Wi-Fi router របស់យើងទេបាទអញ្ចឹងពេលដែលយើងឃើញ search រកឈ្មោះម៉ាស៊ីនឃើញហើយយើងគ្រាន់តែវាយ password វាបញ្ចូលទៅគឺអូខេហើយដូច Wi-Fi យើងទូទៅធម្មតាទេហ្នឹងអញ្ចឹងបើចង់បើក Wi-Fi router មួយទៀត Wi-Fi ផ្ទះយើងហ្នឹងហើយចង់បើក Wi-Fi ផ្ទះយើងមួយទៀតក៏ចុចចូលកន្លែងនេះមកបាទហើយយកខាងលើនេះមកបាទហើយចុច start មកហ្នឹងហើយយកខាងលើមួយទៀតបាទអញ្ចឹងវា search រកឈ្មោះWi-Fi របស់យើងហ្នឹងហើយអូខេអញ្ចឹងមើលច្បាស់អត់ពណ៌រៀងល្ងឹតបាទនេះស្រាប់នេះគឺ Wi-Fi របស់ខ្ញុំបាទ printer សៀមរាបបាទទៅចូលបនណានោះ printer សៀមរាបបាទអញ្ចឹងស្គមក្រោមបន្តិចនេះយកកន្លែងនេះគឺវាយ password បញ្ចូលឥឡូវខ្ញុំវាយ password របស់ខ្ញុំបាទ printer add sorry ច្រឡំទៅនោះ again printer add 2024បាទអានេះឈ្មោះ Wi-Fi របស់ខ្ញុំហ្នឹងហើយអញ្ចឹងអូខេវាទៅ start ទៅអញ្ចឹងវាចាប់ផ្ដើម connect ហើយអានេះយើងអាចបើកបានទាំង Wi-Fi router ហើយនិង Wi-Fi direct បាទអាចបើកបានទាំងពីរហ្នឹងហើយរងចាំវាបន្តិចទៅអូខេអញ្ចឹងវាដើររួចរាល់ហើយបាទហ្នឹងហើយយើងគ្រាន់អូខេវាទៅបាទអញ្ចឹងវាជាប់ទាំងពីរអាចចេញក្រៅមើលបានអូខេឃើញទេបងហ្នឹងហើយចាំតិចអូយវាអត់សូវច្បាស់ហ្នឹងហើយអូខេអញ្ចឹងវា load ភ្លឺ Wi-Fi ទាំងពីរហើយបាទអញ្ចឹង Wi-Fi នេះយើងអាចទៅ connect ជាមួយកុំព្យូទ័រក៏បានជាមួយទូរស័ព្ទក៏បានចង់ connect Wi-Fi មួយណាក៏បានដែរជាទូទៅបើប្រើតាមកុំព្យូទ័រភាគច្រើនគេប្រើតាម Wi-Fi router វាអត់ញ៉ៃបើតាមទូរស័ព្ទបើថាយើងអត់មាន Wi-Fi router ទេប្រើតាម Wi-Fi នេះ direct ក៏បានអូខេដូចគ្នាបាទអញ្ចឹងវីដេអូភ្ជាប់ Wi-Fi គឺមានតែប៉ុណ្្នឹងទេអញ្ចឹងឥឡូវវីដេអូក្រោយខ្ញុំនឹងណែនាំពីរបៀប set up driver តាម Wi-Fi យើងក៏ download driver តាម website របស់វាហើយយកមក set up តាម Wi-Fi វិញបាទអញ្ចឹងវីដេអូនេះគឺរបៀបភ្ជាប់ Wi-Fi អញ្ចឹងវីដេអូបន្ទាប់ពីវីដេអូនេះគឺរបៀប set up Wi-Fi បាទជាមួយនឹងកុំព្យូទ័របាទអញ្ចឹងអូខេហ្នឹងហើយអរគុណច្រើនបងមួយ